វាសនាល្អវាសនាអាក្រក់វាសនាគឺកាយប្រយោគនិងវិច័យប្រយោគកាយប្រយោគគឺការវឹកហាត់ព្យាយាមប្រឹងដោយកាយវិច័យប្រយោគគឺការប្រឹងទន្ទិញដោយវាចាអីចឹងវាសនាល្អឬអាក្រក់គ្មានអតិទេពណាអ្នកឲ្យគឺខ្លួនយើងអ្នកធ្វើខ្លួនឯងធ្វើដោយកាយដោយវាចាល្អទៅបានគេរៀនសូត្រប្រឡងជាប់ឡើងជាមន្ត្រីកហបតីមានយសមានស័ក្តិដោយសារអំពើល្អរបស់គេតែហ្នឹងហើយគេហៅថាវាសនាល្អបើដែលយើងសាងអំពើអាក្រក់ត្រូវគេវាយគេដុំគេច្រំគេធាក់គេតាក់គេទឹមកាប់សម្លាប់ចាប់ដាក់គុកខ្នោះគ្នាអីសពបែបយ៉ាងអាហ្នឹងហើយគឺវាសនាខ្លួនសាងអាក្រក់ទទួលផលអាក្រក់នេះឯងវាសនាកើតចេញពីខ្លួនយើងដល់តែសំណាងជាកិរិយាជានាមសព្ទคล้ายពីកិរិយាសាងដោយសំណាបคล้ายមកពីសាបបានមានសំណាបរួចសង់คล้ายមកពីនៃសំណង់คล้ายមកពីគេសង់បានមានសំណង់ហើយអ្នកទៅជំនួញអញ្ចឹងទៅគេហៅថាជួញបានទៅជាជំនួញដល់ពេលយើងសាបបានជាសំណាបសាងបានជាសំណាងបើចង់បានសំណាងល្អតលសាងល្អហើយបើចង់សាងអាក្រក់ឲ្យទៅបានសំណាងល្អមិនកើតចឹងបានគេថាបើចង់មានកំដាំប្លង់ក្របើចង់ល្អកំដាំប្លង់អាក្រក់ហើយតែដាំប្លង់អាក្រក់ចង់ឲ្យគេគោរពគេកោតខ្លាចប៉ុន្តែខ្លួនអត់យកធម៌ល្អមកដាក់ខ្លួនគេស្អប់ទៅវិញទេគេមើលងាយទៅវិញទេបើដូច្នេះចង់ឲ្យគេគោរពចង់ឲ្យគេសរសើរចង់ឲ្យគេស្រឡាញ់តើតែដាក់ប្លង់ល្អកសាងល្អទើបបានផលល្អដូច្នេះក្នុងធម៌ពុទ្ធនេះអត់មានអតិទេពណាអ្នកចាត់ចែងឲ្យយើងគឺខ្លួនយើងអ្នកចាត់ចែងមកប៉ុន្តែលក្ខណៈអធ្យាស្រ័យអត្តចរិតមុខមាត់រួមទាំងកាយៅដូចជាស្នាមនៅលើបាតដៃផងនោះខុសគ្នាទាំងអស់នេះហើយខាងក្បួនព្រាហ្មណ៍គេថាអានឹងប្រវត្តិរបស់យើងជីវៈប្រវត្តិរបស់យើងអាយុប៉ុណ្ណេះត្រូវជួបរឿងអាម៉េចអាយុប៉ុណ្ណេះត្រូវមានឡើងយុះអាម៉េចឡើងស័កអាម៉េចជីវិតដល់ឆ្នាំប៉ុណ្ណេះយើងត្រូវមានបញ្ហាអីគេថាប្រវត្តិទៅរូបរបស់យើងគេសរសេរនៅលើបាតដៃអានឹងបានជាបាតដៃកាយៅដៃមនុស្សវាខុសគ្នារហូតដល់ពិភពលោកយកអាផ្ដិតកាយៅដៃនឹងជាគ្រឿងសម្គាល់លើសឈ្មោះទៅទៀតបើហៅឈ្មោះក្រែងច្រឡំគ្នាប៉ុន្តែកាយៅដៃនេះអត់ងាយច្រឡំគ្នាទេអញ្ចឹងបានគេថាលក្ខណៈមនុស្សខុសគ្នានឹងក៏អាស្រ័យកម្មចាត់ចែងមកដែរណាញោមហើយកម្មចាត់ចែងខុសគ្នាមិនអាត្មាឧទាហរណ៍ឲ្យចំនៅក្នុងពុទ្ធសាសនាឧបមាដូចជានាងខុជុត្តរានាងនឹងខ្នងគោម500ជាតិហើយសួរថាខ្នងគោម500ជាតិអីចុះគេមកដតីមិនក៏គេកើតមកមិនគោមមិនក៏គោមតែឯងមួយមិនក៏ម៉ែឪនឹងបង្កើតកូនមកឲ្យគោមអញ្ចឹងថារឿងវិញចេះពីដើមឡើយមកមានព្រះភិក្ខុសង្ឃលោកខ្នងគោមនិមន្តបិណ្ឌបាតរួចដល់ខ្លួនឯងនឹងធ្វើគោមធ្វើតម្រាប់តាមលោកឲ្យគេសោចដល់ពេលគេសោចទៅខ្លួនឯងវាចូលចេះតែធ្វើទៅស្រាប់តែវាជាប់កម្មពៀកើតមកខ្នងគោម500ជាតិហើយនាងខុជុត្តរានឹងឯងជាខ្ញុំបង្រើគេអស់500ជាតិដោយសារព្រើមិត្តភ័ក្ដិខ្លួនឯងដែលគេបានសម្រេចធម៌ជាន់ខ្ពស់គេបួសជាភិក្ខុនៃជាសាមណេរីនោះហើយខ្លួនឯងអត់គោរពគេថាជាអ្នកបួសជាកសង្ឃជាអ្នកបួសអីទេសម្គាល់ថាជាពួកម៉ាក់ហើយដល់គ្នាមកលេងផ្ទះចេះតែហៅព្រើអញ្ចេះព្រើអញ្ចោះទៅឲ្យហុចកត្រកដេកជ្រែងដេទៅវាជាប់អាកម្មពៀព្រើអ្នកមានគុណធម៌ហ្នឹងវាទៅជាខ្លួនឯងហ្នឹងកើតមកទៅត្រូវជាខ្ញុំបង្រើគេហ្នឹងអស់500ជាតិទៀតណោះញោមមើលឃើញដែរអាហ្នឹងហើយដែលកម្មចាត់ចែងមានសាមណេរមួយអង្គទៀតញោមហើយគេចាប់ដោតគូតទៅនឹងបកូលលបងសគុតយ៉ាងវេទនាហើយថានាងនេះធ្វើតែអំពើល្អណែអង្គនេះធ្វើតែអំពើល្អទេជាសាមណេរល្អបង្រើគ្រូឧបជាចុះហេតុអីបានជាប៉ុននឹងមិនជួយឲ្យគេចាប់លោកដោតទាំងបកូលលបងតលសគុតថាអានឹងកម្មពៀពីជាតិមុនលេងចាប់កតុំរុយក្តិចកតុយញាត់ស្មៅរួចម៉ែនឹងខត់ថាកូនហើយកុំលេងអញ្ចឹងលេងទៅវាបាបកូននោះវាអត់ស្ដាប់ថាបើម៉ែឯងមិនឲ្យលេងដោតម៉ែឯងឥឡូវដល់ហើយចឹងទៅម៉ែហេតុតែស្រឡាញ់កូនចង់ធ្វើមិនក៏ធ្វើទៅដោតលេងមិនទៅកម្មពៀខ្លួនឯងធ្លាប់ធ្វើអំពើមកប៉ុណ្ណឹងណាស្លាប់ទៅធ្លាក់នរកប្រែតអស់កាលយូរឡើងមកកើតជាមនុស្សបានបួសជាសាមណេរហើយនៅតែកម្មនឹងតាមតាន់ថ្ងៃមួយត្រូវគេដោតគូតនឹងបកូលលបងសគុតដែរទៅញោមមើលទៅណាចឹងបានថាអ្វីទាំងអស់ហ្នឹងគឺកម្មអ្នកចាត់ចែងទាំងអស់ហេតុនឹងហើយបានជានាងដូចជានាង
សាមាវតីជាមួយនឹងខ្ញុំបង្រើបរិវាររាប់រយនាក់ត្រូវគេដុតឆេះនៅក្នុងផ្ទះរួចគេចោទថាមនុស្សនឹងមកធ្វើតែអំពើបុណ្យតាមកបង្រើព្រះមកស្ដាប់ធម៌ហើយមិនក៏ឥឡូវគេដុតឆេះទាំងរស់អញ្ចឹងមិនក៏មិនឃើញបុណ្យជួយបានថាបុណ្យនឹងជួយនាងហើយក៏ប៉ុន្តែអគេដុតនឹងបាបចាស់របស់នាងពីមុនមកវាមិនតន់អស់ពីជាតិមុននាងនឹងជាបរិវារស្ដេចអញ្ចឹងទៅហើយនាងធ្លាប់ទៅងូតទឹកឡើងពីទឹកមកវាល្ងាទៅដុតភ្លើងអាំងដុតសម្រះដុតវាផ្លេចមើលបច្ចេកពុទ្ធមួយអង្គគង់នៅក្នុងនឹងដូច្នេះនាងឃើញបច្ចេកពុទ្ធថាមិនទុកទេទៅទុកទៅនាំបាយការដល់ស្ដេចពីព្រោះលោកធ្លាប់និមន្តចូលក្នុងវាំងហើយតែដឹងដល់ស្ដេចមកទៅស្ដេចយកទោសឯងបើចឹងដុតកំទេចបំបត្តិភ័ស្តុតាងដូច្នេះហើយញោមញាតិពុទ្ធបរិស័ទក៏ស្រាប់តែមានកម្មមានពៀហ្នឹងដុតទៅលោកមិនឆេះអីបណ្ណកម្មពៀខ្លួនឯងត្រូវគេដុតទាំងរស់ហើយចឹងញោមមើលឃើញដែរវាកម្មនងតាមតន់ចឹងណាហើយមានឧបាសកម្នាក់ទៀតស្ដាប់ធម៌មកយកទល់ភ្លឺព្រលឹមឡើងចេញទៅលុបមុខចំអាគេដេញចោលគេដេញមកដល់ក្បែរគាត់ហ្នឹងគាត់ចោលគាត់បោះប្រវិចមកក្បែរតាហ្នឹងរត់យករួចខ្លួនទៅតាហ្នឹងគាត់កំពុងលុបមុខមិនដឹងអីផងអ្នកដេញចោលវាយគាត់ស្លាប់ទៅវាយគាត់ស្លាប់ស្រាប់តែគេចោទថាអយុត្តិធម៌ណាមកធ្វើបុណ្យគ្មានឃើញបុណ្យជួយអីសោះស្រាប់តែទីបំផុតគេវាយគាត់វិញបើគាត់គុំមកស្ដាប់ធម៌ហ្នឹងគ្មានពីណាទៅវាយគាត់នេះគេថាចេះណាស្រាប់តែដេញរកផលកម្មទៅប្រពុតថាយុត្តិធម៌ហើយភិក្ខុគឺគាត់នឹងពីជាតិមុនជាអ្នកចម្លងដកឲ្យគេឃើញគេនឹងមានប្រពន្ធស្អាតរួចឃើញគេមានទ្រព្យសម្បត្តិច្រើនចម្លងដល់កណ្ដាលទន្លេវាយគេសម្លាប់ចោលយកទ្រព្យសម្បត្តិនិងយកប្រពន្ធគេដូច្នេះកម្មពៀននោះវាតាមមកតន់បានជាគាត់នឹងឯងត្រូវគេវាយស្លាប់ប៉ុន្តែក្រោយពីស្លាប់ទៅអាបុណ្យគាត់ធ្វើប្រមាណគង់តែនឹងទទួលវិញទេប៉ុន្តែអានឹងកម្មវាតាមតន់មកអញ្ចឹងញោមអញ្ចឹងបាននិយាយណានោះណាគាត់ថាអត់ហ៊ានទៅកថាទេគាត់ខ្លាចអាយុខ្លីគេហៅកថាទៅឲ្យលន់ទៅឆ្ងាយពីឡានព្រៀបគាត់ថាគាត់អត់ហ៊ានទៅទេព្រោះរាសីគាត់ធ្លាក់គាត់ខ្លាចអាយុខ្លីក៏អត់ហ៊ានទៅទេខ្លាចស្លាប់ថ្ងៃហ្នឹងគាត់សម្រាននឹងផ្ទះស្រាប់តែគេទៅអស់គាត់សម្រាននឹងផ្ទះស្លាប់ទៅក្នុងផ្ទះនឹងបរោយទៅហើយគេល្ងាចគេមកពីកថាគេនៅរស់ទាំងអស់ស្លាប់តែឯងនៅផ្ទះអត់ទៅណាផងស្លាប់អញ្ចឹងតនេះមានន័យថាបើទំនាយអាយុយើងត្រូវស្លាប់ទោះបីអ្នកឯងមិនទៅធ្វើបុណ្យក៏ស្លាប់ដែរប៉ុន្តែមុននឹងស្លាប់ទៅនោះបើសិនជាបានធ្វើបុណ្យខ្លះគ្រាន់អាចកើតមកបានជាមនុស្សទេវតាទៀតតែនឹងហើយបានជាវិសាខារំលឹកឪពុកក្មេកវិសាខាឪពុកក្មេកកំពុងហូបបាយស្រាប់តែភិក្ខុសង្ឃនិមន្តមកបិណ្ឌបាតដល់មុខផ្ទះវិសាខាស្រែកថាលោកម្ចាស់អើយអត់តន់ទេឪពុកខ្ញុំអាឡ័យបរិភោគកេចាស់លោកម្ចាស់អើយអត់តន់ទេឪពុកខ្ញុំអាឡ័យបរិភោគអាហារចាស់ថាអញ្ចឹងពីព្រោះឪពុកនាងនឹងមិនដែលចេះធ្វើបុណ្យអីសោះហើយឪពុកនឹងឮតែពាក្យអាហារចាស់ឮតែពាក្យកេចាស់អានោះហើយពីព្រោះអាហារបរិភោគមិញនេះអាហារថ្មីហើយបរិភោគ2 3ថ្ងៃហើយអានឹងអាហារចាស់ហើយបើដល់ចេញមកវិញវាចាស់ហើយដល់ថាឪនឹងបរិភោគអាហារចាស់មានបរិភោគអានោះថា 2 3 ដងឪនឹងខឹងហ្មងដល់តែឪខឹងញោមលែងបរិភោគស្ដីឲ្យនាងវិសាខាដេញនាងនឹងត្រឡប់ឲ្យទៅផ្ទះវិញបាននាងវិសាខាឲ្យកដុំពីជំរះមើលហេតុអីកដុំពីសួរថាហេតុអីបានជានាងថាឲ្យឪពុកក្មេកបរិភោគអាហារចាស់គេចាស់អញ្ចឹងបានវិសាខាបញ្យល់ថាដែលយើងកើតមកមានបានទ្រព្យសម្បត្តិជាសេដ្ឋីប៉ុណ្ណេះអ្នកណាក៏គេចង់មានដែរអ្នកណាក៏គេចង់បានដែរប៉ុន្តែវាអត់បានវាអត់មានដោយសារហេតុអីដោយសារតែវាខ្វះបុណ្យដែលយើងមាននេះមានទ្រព្យសម្បត្តិជាសេដ្ឋីលើសគេក្នុងភូមិហ្នឹងគឺបុណ្យចាស់របស់យើងពីមុនមកឥឡូវយើងអត់បានសាងបុណ្យថ្មីទេរាល់ថ្ងៃយើងកំពុងតែហូបបុណ្យចាស់ព្រោះតែហេតុនឹងហើយបានជាខ្ញុំព្រះអង្គថាឪពុកនឹងជាប់បរិភោគរបស់ចាស់អាហារចាស់ហ្នឹងគឺបុណ្យចាស់នេះឯងណែចេះសោះញោមមើលក៏ដែរអ្នកធ្វើស្រែធ្វើចំការបានស្រូវមកគេទុកពូជដល់ពេលគេធ្វើទៀតទៅឆ្នាំក្រោយគេបានច្រូតមកទៀតដល់តែយើងអត់បានទុកពូជយើងហូបពូជបង្ហើយដល់ពេលក្រោយគេច្រូតមកយើងបានអីច្រូតយ៉ាងណាមិញកើតមកជាមនុស្សនេះអាស្រ័យបុណ្យហើយទៅដល់តែយើងអត់មានបុណ្យតទៅមុខទៀតខ្លាចក្រែងលោកមិនបានមកជាមនុស្ស
bán chỉ lốp đặt nóm ở dương chết vừa bon chỉ vật dương cao làng mò giang hào nè miền vây nâng trơn bàn tay miền chào bay krom của bông tà tam plon chọ dương nè nhổm rồi ngày ní chào krom ti môi mua hai tha cheria nâng chào krom cheria nâng bị trôi mà chọ do rụp riêng cái để khăng để răng mom để sạch rồi bỏ dương ngọ cái bị đám uột thả anh nơi không ai riêng sừng ha sọc bỏ sạch mom muôn lấy cái chọ do bát hơi khai thì chia chặt từ tre từ tro từ hơi nhiều mơ thành đây sừng ha nó vây là o nó bị tơi ná chọ do vây dương ở hà linh hơi cứ chào cheria việc plon vây dương plon là dụ dương do ở hà linh việc tục rụp riêng cái tre cái tra ở dương đó là chào krom tí chào krom chia thi anh nâng một plon do sọc cặp hiệp là o bỏ dương để dương thọp từ rừng tăng thưa sai thôi chấm ca cho ba tầm năm từ na có bán lấy đá lên trong ruồi từ hai cứ krom chia thi dương một tờ đàm vô nơi krom môi tiết cặp bông từ bờ tông tờ đàm dương cứ chào krom mẹ đã nặng cứ chào đi mà sầm lạp dương tầm đó doอายุชีวิตយើងទៅតែម្ដងដូច្នេះហើយមនុស្សយើងតែកើតឡើងមកត្រូវតែស្លាប់កិច្ចមិនរួចប៉ុន្តែយើងមិនចង់ឲ្យស្លាប់ងាយទេអាស្រ័យហេតុនេះបានជាយើងត្រូវមានបុណ្យចម្រើនបច្ចុប្បន្នណាញោមចម្រើនបច្ចុប្បន្នធ្វើឲ្យអាយុបានវែងកុំឲ្យឆាប់ស្លាប់ព្រោះដើម្បីឲ្យបានអាយុវែងនឹងត្រូវធ្វើម៉េចខ្លះមនុស្សយើងគឺថាស្លាប់ដោយហេតុ4យ៉ាងណាញោមរាល់ថ្ងៃនេះស្លាប់ទី1ដោយសារអស់អាយុមានន័យថាមនុស្សយើងមិនអាចរស់នៅបាន2000ឆ្នាំទេព្រោះអាយុរបស់មនុស្សបានតែ100ជាងនឹងឯងស្លាប់ទី2ដោយសារអស់បុណ្យមនុស្សនេះមិនទាន់ដល់100ទេទឹម40ទឹម30ទឹម50ស្លាប់បាត់មនុស្សច្រើនតែយល់ច្រឡំថាឲ្យតែមានលុយចាយមានបាយហូបរស់ហើយសុខស្រួលហើយប៉ុន្តែសពថ្ងៃក្មេងៗស្លាប់ច្រើនជាងចាស់ព្រោះអ្នកស្លាប់នឹងក្មេងៗនឹងស្លាប់ច្រើនណាស់ចាស់តដើមស្លាប់អត់ទាន់ទេរងថ្ងៃនេះហើយសួរថាអ្នកស្លាប់ទាំងអស់នោះសិតតែអស់បាយសិតតែអស់លុយអត់ទេលុយនៅមានចាយបាយនៅមានហូបឡាននៅមានជិះម៉ូតូនៅមានជិះប៉ុន្តែស្លាប់ទៅបន្តគ្នាអានឹងហើយគេហៅថាអស់បុណ្យទ្រទ្រង់ជីវិតយើងយល់ថាតែមានទ្រព្យសម្បត្តិនឹងរស់ប៉ុន្តែអ្នកស្លាប់ចោលទ្រព្យក៏មិនខ្វះដែរពីព្រោះត្រូវមានគុណធម៌មួយទៀតទ្រទ្រង់ជីវិតគឺបុណ្យអាស្រ័យហេតុនឹងឲ្យបានប្រពុតដឹកនាំឲ្យយើងធ្វើអំពើល្អដើម្បីរស់នៅក្នុងសង្គមមនុស្សនេះបានអាយុវែងសុខស្រួលបានជាយើងធ្វើបុណ្យស្លាប់ទី3គេហៅថាអស់ទាំងអាយុទាំងបុណ្យគឺឧបយខយមរណៈស្លាប់ទី4ឧបឆេតកកម្មមុនីគឺកម្មពៀចូលមកកាប់ផ្ដាច់បណ្ដាស្លាប់ទាំងអស់ហ្នឹងយើងអាចទុកទល់ប្រឆាំងបានទេបើមនុស្សកើតឡើងមកទៅស្លាប់ថាបើស្លាប់ដោយសារអស់អាយុប្រឆាំងអត់បានទេប៉ុន្តែបើស្លាប់ដោយសារអស់បុណ្យគេអាចជួយបានគឺគេបន្ថែមបុណ្យសិនកុំឲ្យអស់គឺធ្វើបុណ្យចម្រើនបច្ចុប្បន្នណាហើយបន្ថែមអាយុទៅទៀតហើយបើស្លាប់ដោយកម្មពៀចូលមកកាត់ផ្ដាច់គេធ្វើបុណ្យដែរបុណ្យចម្រើនបច្ចុប្បន្នចម្រើនអាយុដែរសត្វទាំងឡាយដែលវាចងពៀជាមួយយើងនឹងគេអាចដូរចិត្តញោមគេលែងយកពៀជាមួយយើងគេទុកឲ្យយើងរស់រៀនមានជីវិតបានវែងញោមមើលណាអាត្មាលើកឡើងពីធម៌ដែលនាំឲ្យស្លាប់4យ៉ាងនេះអញ្ចឹងដើម្បីយើងចង់ឲ្យរស់បានយូរយើងត្រូវទប់ស្កាត់មធ្យោបាយនៃការស្លាប់បើស្លាប់ដោយសារអត់បាយយើងត្រូវរកបាយមកទំនុកបំរុងកុំឲ្យឆាប់អស់បើស្លាប់ដោយសារជំងឺយើងត្រូវរកថ្នាំមកទប់ទល់បើស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គឺយើងកុំជិះកុំធ្វើដំណើរធ្វើប្រហែសអីឲ្យប្រយ័ត្នឲ្យគោរពហើយបើយើងស្លាប់ដោយសារពលថ្នាំអានឹងយើងប្រយ័ត្នកុំហូបថ្នាំហើយបើស្លាប់ដោយសារលេបថ្នាំខុសអានឹងយើងត្រូវលេបសួរវេជ្ជបញ្ជាហើយបើសិនជាយើងស្លាប់នេះដោយសារអស់បុណ្យយើងត្រូវបន្ថែមបុណ្យហើយបើស្លាប់ដោយសារកម្មពៀយើងត្រូវរំដោះពៀឥឡូវយើងមើលអ្នកស្លាប់នាងសេរនីមួយនោះទាំងវ័យក្មេងញោមហើយក្មេងអាយុ18ឆ្នាំធ្វើដំណើរមកដល់វត្តនាងនឹងមិនដែលជឿទេមិនគោរពចាស់ទុំទេកើតឡើងមកក្នុងស្រុកភូមិគេដែរអត់ដែលគោរពចាស់គោរពទុំរៀនពីប្រពៃណីវប្បធម៌ជាតិខ្លួនទេខ្លួនឯងល្ងងសំបីតែប្រវត្តិជាតិរបស់ខ្លួនប្រពៃណីជាតិខ្លួនឯងអត់ស្គាល់ផងធ្វើខ្លួនឯងអ្នកចេះមើលងាយយាយមើលងាយតាមើលងាយអាចារ្យមើលងាយដូនជីសពបែបយ៉ាងសិតតែគេល្ងងស្រាប់តែនាងដើរមកវត្តយាយគាត់ហៅថានាងអើយចៅនាងមកនេះមកនាងមកណាជួយគ្នាធ្វើបុណ្យនាងចូលប្រគេនភេទជ្ជៈប្រសងយកបុណ្យទៅចៅស្រាប់តែនាងនឹងស្ដីឲ្យយាយទៅមកហួសសម័យហើយយាយខ្ញុំគ្មានទៅជឿអីទេវាគ្មានបុណ្យគ្មានទាននរកប្រែតអីណាទេយាយអស់នឹងចេះតែជឿចាស់កំរិលជំនឿនឹងហួសសម័យហើយ
ស្ដីឲ្យយាយមកឆ្អែតក៏ត្រឡប់ទៅវិញយាយនឹកថាគ្នាកើតមកធម្មតាលើពិភពលោកប្រទេសណាក៏មានវប្បធម៌ក៏មានប្រពៃណីក៏មានសាសនារៀងខ្លួនដែរសូម្បីប្រទេសដែលមានវិទ្យាសាស្ត្ររីកចម្រើនក៏គេមានសាសនាជំនឿរបស់គេហើយក៏គេមិនបំបត្តិដែរគេថែរក្សាដែរអ្នកគ្រាន់តែថែរក្សាប្រពៃណីវប្បធម៌ខ្លួនមិនមែនជារឿងល្ងឹតល្ងងអីទេគឺគេថែរក្សាប្រពៃណីវប្បធម៌គេយាយមិនមាត់ទេណាហើយនាងទៅចុះនាងទៅដល់ផ្ទះវិញទៅស្រាប់តែ2 3ថ្ងៃខ្យល់កោស្លាប់ទៅទាំងក្មេងដល់តែអត់មានប៉ុនអីស្លាប់ទៅទាំងក្មេងទៅកើតជាប្រែតនៅក្នុងព្រៃកន្លែងគេចោលសាកសពព្រោះនៅប្រទេសឥណ្ឌាបើស្លាប់ទៅហើយគេយកសាកសពទៅចោលនាងទៅកើតកន្លែងនោះ2 3ឆ្នាំក្រោយមកទៀតអ្នកស្រុកនាងក៏រកចំនួនជួញប្រែលក់ដូរបរអទេសទៅញោមយកត្រង់ណាដេកត្រង់នោះស្រាប់ទៅឈប់អទេសចំកន្លែងហ្នឹងដល់ទៅមកឈប់អទេសចំកន្លែងហ្នឹងដោះគោដោះក្របីសម្រាប់ដាំបាយហូបពេលប្រលប់គេថាម៉ោងប្រែតចេញដើរនាងនឹងមកឃើញតានឹងស្គាល់អ្នកស្រុកឯងទេតាប៉ុន្តែនាងមើលតានឹងឃើញដល់តានឹងមើលនាងអត់ឃើញទេម្ល៉េះហើយនាងថាបើអញ្ចឹងអញនិមិត្តឲ្យឃើញភ្នែកស្រស់សិនស្រាប់តែនិមិត្តឲ្យឃើញភ្នែកស្រស់តាភ្ញាក់ឲ្យស្រឡាំងកាំងថានាងជាខ្មោចព្រាយបិសាចចុងលងប្រឡាចយើងមែនទេនាងថាលោកតាមានស្គាល់ខ្ញុំទេខ្ញុំឈ្មោះសេរនីនៅស្រុកភូមិជាមួយលោកតាដែរណាចៅសេរនីហ្នឹងហើយស្លាប់ 3-4 ឆ្នាំហើយព្រោះចៅឯងទៅកើតឯណាថាលោកតាខ្ញុំរងទុក្ខលំបាកវេទនាណាខ្ញុំមកចាប់កំណើតកើតជាប្រែតនៅលើកន្លែងគេចោលសាកសពចោលគម្រង់ខ្មោចនៅទីនេះខ្ញុំស្រេកឃ្លានខ្លាំងណាស់ខ្ញុំលូនលឹកខ្ទុះឈាមគម្រង់សាកសពមុតលិមុខរកចំណីអាហារបរិភោគមិនបានទេដូច្នេះហើយសូមលោកតាជួយខ្ញុំផងលោកតាម៉ែរបស់ខ្ញុំគាត់សពទុកយ៉ាងណាតាថានាងហើយនាងស្លាប់ចោលម្ដាយចាស់ជារាហើយប៉ុន្តែគាត់អត់អីទេគាត់នៅរស់សុខសប្បាយទេនាងថាលោកតាសូមប្រាប់ម៉ែខ្ញុំផងខ្ញុំកប់មាស4សែនកហបណៈក្រមក្រែកន្លែងខ្ញុំដេកឲ្យគាត់កាយមាសនឹងមកបែងជា2មួយចំណែកឲ្យធ្វើបុណ្យឲ្យខ្ញុំផងមួយចំណែកទុកឲ្យគាត់ចាយវាយទៅបើគាត់មិនជួយខ្ញុំទេមិនដឹងថាពេលណាខ្ញុំរួចពីកំណើតនេះទេគាត់តែផ្ដាំចប់តែប៉ុណ្ណឹងញោមបាត់សមោលនឹងមើលលែងឃើញវិញទៅនាងនឹងបាត់ទៅតានឹងក៏សម្រាកមកយប់ប្រឡំឡើងក៏បរអទេសលក់ដូរហូហែមកទៀតដល់ពេលចេញអទេសហូហែមកពេលមកដល់ស្រុកផ្ទះនាងនឹងឈប់អទេសនៅមុខផ្ទះរត់វឹងចូលទៅក្នុងផ្ទះស្រីហើយយាយខ្ញុំជួបកូនយាយឯងហើយយាយស្រាប់តែយាយនោះស្ទុះស្ដាង1 ម៉ោងមកកំពុងឈឺផងចោលភួយចោលខ្នើយងើបពីក្រែមកថាម៉េចកូនជួបកូនខ្ញុំកូនខ្ញុំនៅឯណាថាយាយខ្ញុំជួបកូនយាយបង្ហាញខ្លួននៅក្នុងព្រៃភ្នំឯនោះនាងអត់មានចំណីអាហារបរិភោគទេនាងកើតជាប្រែតអត់ចំណីអាហារលោកយាយនាងផ្ដាំខ្ញុំមកថាឲ្យលោកយាយជួយផងបើលោកយាយមិនជួយនាងទេមិនដឹងថាខែឆ្នាំណានាងបានមកកើតជាមនុស្សទេវតាទេស្រាប់តែផ្ដាំអញ្ចឹងហើយណែនាងផ្ដាំថាឲ្យយាយជួយនាងកុំឲ្យខានណាឲ្យគោះមាសនៅក្រោមក្រែកន្លែងនាងដេកនឹង4សែនកហបណៈឲ្យលោកយាយនឹងបែកជា2មួយចំណែកធ្វើបុណ្យឲ្យនាងទៅបើយាយមិនជួយទេនាងមិនដឹងថាអង្ការបានរួចខ្លួនទេរួចមួយចំណែកទៀតយាយទុកចាយវាយចុះយាយនឹងគ្រាន់តែលឺប៉ុណ្ណឹងទាញជាប់ជីកមកជីកមែនញោមជីកម៉ាំងកាយរកឃើញមាស4សែនកហបណៈមែនអង្គុយកាន់មាសនឹងអែលទឹកភ្នែកយំសំណោះកូនកូនហើយកូនចង់មានកូនចង់បានកូនចង់រស់ប៉ុន្តែកូនភ្លេចគិតថាការរស់នៅនឹងវាអាស្រ័យបុណ្យកុសលជួយផងឥឡូវឃើញទេដោយសារកូនឯងអត់មានបុណ្យកុសលជួយទ្រទ្រង់ជីវិតឃើញកូនឯងស្លាប់ចោលទ្រព្យសម្បត្តិទេឃើញទេអញ្ចឹងទ្រព្យសម្បត្តិទៅមួយមុខมันអាចឲ្យកូនឯងនឹងរស់រានមានជីវិតរហូតបានទេតើកូនឯងមានបុណ្យខ្លះតែកូនឯងអត់បុណ្យឃើញទេស្លាប់ចោលទ្រព្យអញ្ចឹងអត់បានចាយទេអញ្ចឹងមិនអីទេចាំម៉ែជួយយាយនឹងក៏ធ្វើបុណ្យឧទ្ទិសទៅឲ្យកូនហើយធ្វើបុណ្យរួចស្រេចហើយអញ្ចឹងទៅកូននឹងក៏ទទួលផលបុណ្យនឹងសោយសម្បត្តិទឹកជាទេវធីតាក៏ហោះចូលមកបង្ហាញខ្លួនដល់លោកយាយនឹងឲ្យឃើញទៅថ្វាយអង្គមលាលោកយាយនឹងទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ផ្ដាំទៅថាលោកយាយអើយថាណាម៉ែអើយខ្ញុំមកនេះមកថ្វាយអង្គមលាម៉ែអរគុណម៉ែហើយខ្ញុំបានរួចពីកំណើតប្រែតដោយសារបុណ្យម៉ែឯងធ្វើឲ្យខ្ញុំធ្លាក់ទៅនរកប្រែតដោយសារជេរប្រមាថចាស់ទុំមិនស្ដាប់មិនជឿរឿងបុណ្យកុសលឥឡូវទៅកើតក្នុងកំណើតថោកទៀតដោយសារបុណ្យម៉ែឯងធ្វើឲ្យទើបខ្ញុំនឹងឯងរស់រៀនមានជីវិតមកកើតបានជាកំណើតទេវតានេះ
chẳng khi mà thoại cùng địa máy từ sau dùm bắt tập nông than xuôi mà anh không thôi bón mà nó ruột ra tất chỉ miền mèn con nắng có lia mẹ từ bát tư mẹ nắng có không thôi bón xong tiền tới anh cốt tới có tờ bàn than xuôi chuột kia vinh tiết tư này nhiều mới cái này ai chẳng lược lang tận nắng á miền nàyทำไม่ใช่ชีวิตរបស់មនុស្សមិនមែនមានតែទ្រព្យតែមុខទេតើតែមានបុណ្យផងអាស្រ័យហេតុនឹងហើយបានជាអនាថបណ្ឌកសេដ្ឋីជួលកូនណាញោមជួលឲ្យទៅស្ដាប់ធម៌កូននឹងទៅស្ដាប់ធម៌រាល់ថ្ងៃស្ដាប់ស៊ីឈ្នួលយកលុយទេល្ងាចមកទាលុយថ្លៃស្ដាប់ធម៌ល្ងាចមកទាលុយថ្លៃស្ដាប់ធម៌អាត្រង់ថាលោកទេសថាម៉េចអញមិនដឹងទេដឹងតែល្ងាចបើប្រាក់ខែថ្លៃស្ដាប់ធម៌ដល់ថ្ងៃមួយឪពុកថាកូនណាបើកូនឯងស្ដាប់ឲ្យចាំបានមកគាថាមកឲ្យឪតម្លើងថ្លៃឲ្យបើថ្ងៃនេះឪឲ្យ100អញ្ចឹងឧបមាអញ្ចឹងណាឪឲ្យ1000បើកូនឯងស្ដាប់បានមកគាថាកូននឹងថាមែនទេឪមែនណាបើអញ្ចឹងស្អែកស្ដាប់យកឲ្យបាន1000ហ្មងមកស្ដាប់មិនទាន់បានអីផងប៉ុណ្ណឹងអញចាំណាល្ងាចដឹងតែបាន1000ណាដល់តែល្ងាចមកឪពុកឲ្យសូត្រអត់រួចហីលឺលោកទេដូចជាស្រួលដល់ឯងថាមិនត្រូវឪថាអើបើអញ្ចឹងអត់បាន1000ទេអត់បាន1000ហ្នឹងឯងទៅស្ដាប់ទៀតស្អែកឡើងអង្គុយព្យាយាមយកចិត្តទុកដាក់ស្ដាប់ឲ្យមែនទេយក1000ហ្នឹងឲ្យបានមើលហ្នឹងត្រាប់តែស្ដាប់ចាំធម៌ទៅយល់ដឹងថាអូឪពុកចង់បំភ្លឺអញតាអញអត់មានខ្វះអីទេមាសពេជ្រមានដីធ្លីមានទ្រព្យសម្បត្តិមានមាសពេជ្រកែកងឋានៈជាសេដ្ឋីអញអត់ខ្វះអីទាំងអស់ប៉ុន្តែអញខ្វះតែមួយមុខគឺគុណធម៌នៅខ្លួនទេតាទ្រព្យសម្បត្តិអញអត់ខ្វះលុយកាក់មាសពេជ្រដីធ្លីទ្រព្យសម្បត្តិមាសពេជ្រអីក៏អញមិនខ្វះដែរអញខ្វះតែមួយមុខគឺសេចក្តីល្អគឺគុណធម៌នៅខ្លួនហើយចឹងឪពុកចង់ឲ្យអញមានគុណធម៌មួយទៀតដើម្បីคุ้មគ្រងមាសពេជ្រនឹងបានយល់ហើយយល់ពីតំណងឪត្រឡប់មកវិញថ្វាយអង្គមឪប្រគេនជូនពាក្យវិញទាំងអស់លែងយកលុយហើយលែងយកប្រាក់ខែហើយនឹកឃើញថាបើខ្លួនគ្មានគុណធម៌ទេថែរក្សាសម្បត្តិសេដ្ឋីនឹងមិនគង់ទេអញ្ចឹងឪចង់ឲ្យកូនមានគុណធម៌បានកូននឹងយល់ណាយើងមើលឃើញណាហើយតែអត់គុណធម៌ហើយធ្វើបុណ្យអីក៏អត់កើតដែលជាក់ស្ដែងដូចយ៉ាងហ្នឹងយើងធ្វើបុណ្យកតញ្ញូដឹងគុណចំពោះមេត្តាបិតាចំពោះអ្នកមានគុណពាក្យថាអ្នកមានគុណមួយម៉ាត់នោះវាមាន4ផ្នែកអ្នកមានគុណទី1គឺមេត្តាបិតាអ្នកមានគុណទី2គឺគ្រូអាចារ្យអ្នកមានគុណទី3គឺព្រះរាជាអ្នកដឹកនាំអ្នកមានគុណទី4គឺពុទ្ធរីឯពាក្យមេត្តាបិតាហៅធម្មតាហៅថាឪពុកអ្នកបង្កើតអ្នកឲ្យកំណើតនឹងឯងវាមាន3ប្រភេទទៅទៀតទី1គឺម៉ែឪបង្កើតផ្ទាល់អានឹងគេហៅថាម៉ែឪសច្ចេតមេត្តានឹងសច្ចេតបិតាម៉ែឪអ្នកបង្កើតផ្ទាល់មួយទៀតគេហៅថាម៉ែឪក្មេកម៉ែឪក្មេកហ្នឹងក៏ជាម៉ែឪរបស់យើងដែរយើងគួរគោរពដែរហើយមួយទៀតគឺម៉ែឪឧបថៈដែលយើងនិយមហៅថាម៉ែឪធម៌ឬម៉ែឪចិញ្ចឹមទាំងអស់នេះក្នុងគុណធម៌ចាត់ជាអ្នកមានគុណទាំងអស់បុគ្គលណាដែលធ្វើល្អចំពោះយើងមុនក្នុងធម៌គេហៅថាបុព្វការីដល់អ្នកណាដឹងគុណហើយធ្វើតបគេហៅកតញ្ញូកតវេទីនៅក្នុងលោកយើងនេះបុគ្គលរកបានដោយកម្រគឺ2ទី1គឺបុព្វការីបុគ្គលទី2គឺកតញ្ញូកតវេទីបុគ្គលវាមិនងាយរកបានក្រមិនបានជាលោកថាក្របានជាក្រវាច្រើនតែមានតែមួយចំហៀងមានតែអ្នកធ្វើល្អឲ្យយើងដល់តែយើងធ្វើល្អឲ្យគេវិញវាតាំងម៉ែឪចាំយើងរស់ដោយស្រួលណាស់ចាំឲ្យកូនមកបងបានប៉ុន្តែដល់កូនមកបងចាំម៉ែឪមួយអត់រស់វាច្រើនតែពិបាកអីចេះបានគេថាបុគ្គលដែលមានកតញ្ញូតបគុណចំពោះមេត្តាបិតាហ្នឹងគឺវាពិបាករបានគេថាម៉ែនឹកកូនដូចជាបាបដិញប៉ុន្តែបើកូននឹកម៉ែវិញដូចព្រះបែរខ្នងបុរាណបានរំលឹកឡើងថាហែមន់វសន្តរដូវហៅយូរទៅឮថាខែមន់សន្តរដូវពាក្យនឹងសំដៅទៅលើចូលឆ្នាំនឹងភ្ជុំបិណ្ឌនឹងឯងហែមន់វសន្តរដូវក្នុងស្រុកខ្មែរមានរដូវ3ញោមគឺកឹមហរដូវរដូវក្តៅវសានរដូវរដូវភ្លៀងរួចហែមន្តរដូវគឺរដូវរំហើយរដូវមាន3ដល់រួមដោយខ្លីនៅត្រឹមតែ2គឺរដូវប្រាំងនិងរដូវវស្សាដល់ហៅតាមកម្មវិធីបុណ្យគឺខែចូលឆ្នាំនិងខែភ្ជុំបិណ្ឌខែចូលឆ្នាំសំដៅទៅលើខែរាំងដល់ខែភ្ជុំបិណ្ឌគឺខែភ្លៀងរដូវវស្សាអញ្ចឹងពាក្យថាហេមន្តវសន្តរដូវហៅខ្លាយយូរទៅជាខែមន្តសន្តរដូវអញ្ចឹងទៅមានន័យថាខែចូលឆ្នាំមួយខែភ្ជុំបិណ្ឌមួយគួរតែកូនចៅនឹកដល់អ្នកមានគុណ
នាំគ្នាជូនបាយជូនទឹកនំចំណីត្រីសាច់ធ្វើសេចក្តីល្អជូនគាត់ធ្វើបន់ចម្រើនបជនស្រោចទឹកជូនគាត់នឹងហើយគាត់នឹងឲ្យពរជ័យយើងបានសុខសួស្តីទៅរកទទួលទានមានបានកើតការវាលគុំក្នុងរដូវភ្ជុំបិណ្ឌនឹងបានគេហៅថាហេមន្តវសន្តរដូវណាញោមណាយើងមើលបើយើងជឿថាជីវិតកើតពីព្រំកូនកបិលមហាព្រំទាំង7នាក់គេគោរពឪគេណាស់មួយឆ្នាំម្ដងគេដាក់វេនគ្នាមកដង្ហែប្រកេះកបិលមហាព្រំនោះដូចជាឆ្នាំហ្នឹងកេមរាទេវីនាំគ្នាមកដង្ហែដែររួចកបិលមហាព្រំដោះប្រស្នាចាញ់គេនោះគេថាបើកាត់ហើយបោះទៅលើដីឆេះទឹកឆេះដីបោះទៅលើសមុទ្ររីងសមុទ្រដាក់ទៅលើអាកាសរាំងភ្លៀងអានឹងមានន័យថាម៉េចមានន័យថាកបិលមហាព្រំជាណាមេត្តាបិតាយើងនឹងហើយកបិលមហាព្រំបើយើងលះបង់មេត្តាបិតាចោលគឺក្តៅកាហាយលះបង់អ្នកណាជាអ្នកមានគុណលើយើងចោលគ្រួសារយើងនឹងជួបរឿងរ៉ាវក្តៅកាហាយបានជាគេថាដាក់ទៅក្នុងសមុទ្ររីងសមុទ្រដាក់លើដីរីងដីនោះតាមពិតកបិលមហាព្រំតាមពិតព្រំមែនតែនអត់មានសាកសពទេពេលស្លាប់ទៅអត់មានសាកសពនៅមានក្បាលមានខ្លួនអីទេហើយចុះព្រំនេះមិនក៏មានក្បាលរឿងនេះមិនមែនមានក្នុងបត្រៃ3ដកទេគឺជាកតិអប់រំមនុស្សឲ្យយើងពិចារណាកូនកបិលមហាព្រំទាំង7ហ្នឹងគឺថ្ងៃទាំង7យើងកុំឲ្យភ្លេចម៉ែឪយ៉ាងហោចមួយឆ្នាំម្ដងបើយើងជឿព្រំពុទ្ធថាមេត្តាបិតាយើងនឹងហើយព្រំបើយើងជឿព្រះពុទ្ធថាមេត្តាបិតាយើងនឹងហើយព្រះបើយើងជឿទៅលើទេវតាទទួលទេវតាពុទ្ធថាមេត្តាបិតាយើងនឹងហើយបពទេវាជាទេវតាបើយើងជឿទៅលើគ្រូពុទ្ធថាមេត្តាបិតាយើងនឹងហើយជាគ្រូកូនណាមានធម៌កតញ្ញូគេបំពេញតួនាទីចំពោះមេត្តាបិតាបតោមេសង្ឃបរិសាមិគាត់ធ្លាប់ចិញ្ចឹមយើងឥឡូវដល់វេនយើងចិញ្ចឹមគាត់កិច្ចចាំងនៃសង្ឃរេសាមិគាត់មានកិច្ចរវល់យើងមកជួយកិច្ចការងារគាត់ក៏រវាងសង្ឃតបេសាមិថែរក្សាពូជពងគាត់កុំឲ្យបាត់បង់ទាយាចាំងបដិបច្ជាមិថែរក្សាកេអកដែលគាត់បានផ្ដល់ឲ្យកូនខ្លះគាត់ប្រកែកថាខ្ញុំវាគ្មានបានអីពីម៉ែពីឪទេឡានខ្ញុំរត់ទិញដោយកម្លាំងញើសឈាមខ្ញុំម៉ូតូខ្ញុំបានដោយកម្លាំងខ្ញុំផ្ទះនេះបានដោយកម្លាំងខ្ញុំដីនេះបានដោយកម្លាំងខ្ញុំគ្មានបានអីពីម៉ែពីឪទេប៉ុន្តែតាមពិតដៃបានពីណាជើងបានពីណាសាច់បានពីណាដៃនឹងបានពីម៉ែចែកឲ្យជើងម៉ែចែកឲ្យឆ្អឹងនឹងចែកពីឆ្អឹងម៉ែហើយឈាមនឹងបានពីឈាមម៉ែតម្រាំយើងរស់រៀនមានជីវិតមិនមែនកើតមករស់ឯងទេបើដូច្នេះហើយទោះបីយើងរកខ្លួនឯងក៏ជាចំណែកដល់លគាត់ស្លាប់ទៅហើយតេខេណាំងអនុបទះសាមិយើងនាំគ្នាធ្វើបន់ឧទ្ទិសបញ្ជូនទៅកូនដែលមានធម៌កតញ្ញូនៅក្នុងពុទ្ធសាសនាយើងនេះគេរួមពាក្យនឹងដោយខ្លីគេថាត្រូវធ្វើតបវិញមាន3ទី1គេហៅថាជីវិតមហាកិច្ចកិច្ចដែលកូនចៅត្រូវចិញ្ចឹមជីវិតគាត់ទី2អាយុវឌ្ឍនកិច្ចកិច្ចកូនចៅធ្វើបន់ចម្រើនបជនឲ្យគាត់ទី3តេខេណានុបទានកិច្ចគឺកិច្ចយើងធ្វើតេខេណានុបទានឧទ្ទិសទៅឲ្យឥឡូវរួមមកទៀតកូនពាក្យថាកូនវាមាន4កូនមួយហៅថាអត្រិជ្ជៈកូនកើតពីខ្លួនផ្ទាល់ក៏កូនដែរកូនទី2គេហៅថាខេតជ្ជៈកូននៅក្នុងការគ្រប់គ្រងរបស់យើងដូចជាមេស្រុកមេខេត្តទៅមានកូនចៅប្រមាណនោះកូនដែរទី3តណ្ណកៈកូនសុំគេមកចិញ្ចឹមកូនរើសបានឬក៏កូនគេឲ្យឬក៏កូនធរឬក៏កូនឧបត្ថម្ភនឹងក៏ជាកូនដែរឯកូនទី4គេហៅថាអន្តេវាសិកៈអ្នកណាជាកូនសិស្សយើងបង្ហាត់បង្រៀននឹងក៏ជាកូនដែរដោយឡែកកូនទាំង4ប្រភេទនេះរួមដោយខ្លីមកទៀតអត្រិជ្ជៈកើតមកគឺថាមាន3ប្រភេទកូនមួយគេហៅថាអនុជាតិបុត្រម៉ែឪចេះធ្វើអីកូននឹងចេះតាមចេះធ្វើបន់សន្តានចេះតាមកូនមួយទៀតអវៈជាតិបុត្រអន់បំផុតមិនដែលដឹងគុណម៉ែឪហើយកុំទុកលុយប្រហែសខ្ចីយកទៅអត់ដែលសងទេហើយកូនមួយទៀតគេហៅថាអតិជាតិបុត្រកូនល្អបំផុតកូននឹងចេះដឹកនាំបងប្អូនឲ្យដឹងគុណម៉ែឪធ្វើបន់តបស្នងសងគុណមានបន់ចម្រើនបជនដូចនេះជាដើមអញ្ចឹងទៅសំដៅទៅលើអតិជាតិបុត្រកូនមានធម៌4យ៉ាងទី1ហៅថាអត្តសទ្ធិរៀនខ្លួនឯងឲ្យមានចំណេះទី2បរសទ្ធិមកដឹកនាំបងប្អូនឲ្យចេះតាមដែរទី3សង្ឃៈមានធម៌សង្គ្រោះដល់យាយតាភូមិផងរបងជាមួយទី4កតញ្ញូដឹងគុណដឹងណានាធ្វើល្អដល់យើងអ្នកកូនប៉ុណ្ណឹងណាញោមជាកូនល្អហើយកូនល្អនេះក្នុងសង្គមខ្មែរគេថាមានលក្ខណៈ6យ៉ាងស្អីខ្លះទី1កូនណាបានស្ដាប់ពាក្យព្រានបដៅរបស់មេត្តាបិតាដោយគោរព
Tí pi cô na đài ban trình chăm mẹ ở tiêu quạt cha. Tí bay cô na tròn chùm ngư quạt tiêu quạt chư. Tí buôn cô na toàn tầng hàm quạt tiêu quạt lặp. Tí pram cô na ban châu ruộng bầu chia phải cho quạt khơi cái đọt khơi cái bầu chia khơi phượng thuốc phượng xanh tiền chế đào. Tí pram môi cô na nơi nực rửa lật thưa bon bằng skol tẹt cái na nô tin nô từ tới côn và năng ai chứ mua thay chỉ côn là o đây mình nghi nâng rộp bàn tê na nhổm. Hai Phật bò là sắp ca thuê bon chùm ran phải chôn đi cứ miền lẹ cả nạ ti mùi cứ nẹ đại trong oi ban này dụ vén to là dương cổ rốt bờ mình cổ rốt ai dụ ọt vén tê cổ rốt cha cổ rốt tung cổ rốt nẹ miền sáu đôi tập Phật xâm đanh thả áp vì vía ta nẹ xây lẽ sân này chăng một thiệp bị cha dân nào cha ta rao theo mía vật thân tệ dụ văn nào sọc hàng và leng nà na bà cài cổ rốt kê cổ rốt nẹ miền côn thọ cổ rốt nẹ miền sáu cổ rốt nẹ miền bờ tà nạ trai chỉ tì phân trắng nè nâng ai hỏi rồi mấy ban là dụ về bò sầm bò cai thì cái đây sọc nâng cầm láng cao miếng đôi bạc cô bạc nâng hãy bơ mình có rộp tê plei vini đôi lộc thạ bạn mà tôm mà chỉ nô bát tiang nè na thuê bà hai nè nô anh chỉ plei slap phải đá đôi chỉ vừa tầm nào chẳng tới tranh tới khoa ca có rộp mình có rộp cho bạc chả ra cho ấy tới mình mang tài cái đó rồi liệt thằng mình có rộp với chẹt bình chi ấy tới mình cua thằng đôi chân này nè để mình có rộp ở dụ plei chẳng cho người ban là dụ về mối đời ca có rộpอายุเวงมวยเตี้ยดาวกาปฏิบัติทอปรามยางจองไอแม่บ้านอายุเวงทั่วไอกอดสบายอยู่เมียนทอปรามยางไอกอดสบายตีมวยสบายยาการไรทั่วไอกอดสบายฉะนั้นกอดหนึ่งบ้านอายุเวงสบายตามแบบกอดจ้าโจจัดทอไอชิตกอดตามกอดตั้งหนึ่งอายุเวงแต่ทั่วไอกอดยุ่มกอดเศร้าตักในตักสบายโบราณกิธาเชื่อเบี่ยมตักฉับปุ๊กมนุษย์เบี่ยมตกฉับสลับchẳng trong ai maiอายุเวงไอกอดสบายทอตีปีสบายเยมาตั้งชีเนติตุกสกัดวิ่งก็มาสบายชิโร่สบายตามแบบเขมรก็ว่ายุคลัยกำลังสาวยายเขมรที่สบายหนึ่งทงบาหาจากระตรมกระเตรียไอ้ปลองโมโตปังหอยจังนั้นนะเรายังจ่าแต่สบายตามเขมรอายุคลัยตีใบtrongไอ้กอดบ้านอายุเว้นเปรตนตะโพจิประหยัดจำนายหากอดระบบลอบจำนือระบบเมียนจิตโปรเปตแกเอาตอมไอ้จังนั้นประหยัดจำนายหานอมอายุเว้นตีบุญกาลาจารีไอ้กอดสำรวจเอริยาบดเด็กดาวชงกุยเอาเบิกกอดเงือบแรงรู้ช่วยเลือกช่วยเคลียกอดก็มาเอากอดหนึ่งไอ้กุยจวบหรือก็สำรานจวบมันลางซอกกออายุอัดแวงได้ตีปรำเอากอดรักษาสัลหาตะปรุมมาจารีรักษาสัลปรำจำสัลปมใบนึ่งกอดบานอายุแวงง่ายประพฤติตามทอปรำยั้งน้องอายุแวงไอ้จำนายพิธีทือบอลจำรานไปจนประกอบในกิจกรรมพิธีใบยางเทียบคือตีมวยชีวิตตะมหากรรมตรองดักบอกบอกสอยจับจูนกอดโดยอำบันมันนั่งอ่ะสอยตักจูนกอดเนี่ยจีนิมัตรูปลางนอนกอดลางทางสู้จะตักตะเจาะเลยกอดนอนไอ้กอดเมียนเพียงตะเจาะตะจุ่มโอ้ยเลี้ยงจำเรียมเปิลบาปได้กอดรอจินจำโกนึงไอ้เมียนบาปประกรรมลูกโดปังรอดปังรักซับเทียบตึงรู้รอซีเก่งกับหลับคงไวประดอกพูดกับป้องกับเต้ากับเลือกเด่นจิงพูดเกมบัดเกมมากะมาจับมาเส้นพูดบาปประกรรมไอ้โกนใจกิงือตักนั่งจีนิมัตรูปเลี้ยงจำเรียมเปิลบาปตึงน้องงอโดยได้ตักตะเจาะไอ้กอดบานเพียบตะเจาะจังบานเกี่ยวสอยตึกนึงไอ้ให้ดอลละกรรมนี่เกี่ยวท้าสามัญญปิสัยคือเลือกตำกลมตำกลางตำลางชีวิตกอดไอเมียนในกรรมตีปีอายุวัฒนะกิจนิมนต์ประซ่องจำเริญแปรประไอกอดสดับบานอายุเวงตีตัวแปรประตะประตั้งจีเครื่องกาปีนอมไอกอดบานอายุเวงโดยจีปองการจีสักครูจังเพลิงแช่จิตดอลสบกห้อยครูไพนะสลับในต้นเชิงในต้นมันดังกิดอเมกก็เพียวันนี้นักดอลแปรประเพลิงจุ่มเป็นสบกครูจะลดออกครูมีอายุต่อเตียดมีอายุแหวงโดยสารนักดอลเปรียบประปองการจิตไรร้อเรียงเพลียงออกไตรร้อปรองสลับนักดอลเปรียบประก็ทะเลตะเพลียงมาเว้นไตรร้อก็รู้ต่อเตียดปองการจิตสัตว์กระเงาคือตามเตียประมูลจะนอนสดายเตียออกบานโดยสารกระเงาเจ็บเปรียบประอายุวัฒนะกุมาไตรตุ่มนี้ตีถ้าผมเปิลไงเตียสลับดอลนิมนต์ประซองจำเริญเปรียบประอะมนุษย์ได้ไปจองกลุ่มนุ่มกลุ่มกวนจองเบียดเบียนเวลนโยทั่วไอ้มนุษย์นั้นรวมบ้านอายุดอนมารอยมาเพย์อยู่เมื่อคันนั้นบ้านเชี่ยเป็นเมียนประวัติจำเริญแปรประดับมานั่งเชี่ยเครื่องประดับตะประดับตั้งเครื่องกาปีอายุเยิงบ้านเวงจังเตอไอ้กรรมวิธีตีใบดามใบบ้านอายุเวงอนุปเตียนกิจอนุปเตียนกรรมคือถือเตียนเอาเกี่ยวเมียนเครื่องปัจจัยบุญเครื่องใบตึกนมจำในไตรไซต์เอาเกี่ยวจอกปะบอปะเบี้ยดำสลอสลอกนั้นอันนั้นดำไปเอาชีวิตเกรัวดอลชีวิตเกรัวบานบอลบานอานิสงส์มอชีวิตเนี่ยมาจากบอลเนี่ยรัวเว้นใหญ่ๆจังยังเอาเกรัวระเมงบานพอลมอชีวิตยังรัว
ដូច្នេះហើយចម្រើនប្រជុំកើតឡើងដោយកម្មអំពើដែលយើងកំពុងធ្វើនេះញោមញាតិបានដាំពូជបុណ្យកុសលខ្លួនឯងទុកនឹងផងដែរអ្នកមកចូលចាប់អ្នកផលហ្នឹងក៏ដាំបុណ្យដាំពូជកុសលទុកដែរណាញោមក្រោយពីមានទ្រព្យសម្បត្តិប្រមាណដោយបន្ទាប់ពីស្លាប់ទៅអត់មាននរណាយកទៅរួចទេដែលអនន្តសែថីគាត់អត់ជឿបុណ្យគាត់កប់កំណត់ទុកគាត់ថាអញមិនជឿទេអញកប់ទុកជាតិក្រោយអញមកកាយធ្វើអ្នកមានដដែលហើយដល់ពេលគាត់ស្លាប់ទៅអត់មានសិលអត់មានទានគាត់កើតទៅក្នុងតកូលអ្នកសុំទានគេហើយនៅមុខទីក្រុងសាវត្ថីមានអ្នកសុំទានមួយក្រុមនោះប្រហែល1000គ្រួសារគាត់ទៅចាប់កំណើតកើតស្រាប់តែគាត់នឹងឯងកើតទៅចង្រៃគេដើរសុំទានដើររស់អីលែងបានគេសង្ស័យថាណានាំចង្រៃគេរកឃើញមនុស្សមានស្រីមានផ្ទៃពោះគេចែកជាពីររកឃើញស្រីមានផ្ទៃពោះគេចោទថានាងនឹងនាំចង្រៃមានផ្ទៃពោះនឹងកូនចង្រៃគេរកស៊ីអីលែងបានគេដេញនាងនឹងចេញពីក្រុមនាងនឹងចេញពីក្រុមគេថែរក្សាករហូតគ្រប់ខែប្រសូតកូននឹងមកញោមកូននឹងមុខមាត់រៀបសិតតែខុសកន្លែងទាំងអស់ភ្នែកតិចចំោះមុខមាត់រៀបអត់ត្រូវមនុស្សយើងទោះបីមុខខុសគ្នាមែនតែរៀបត្រូវប្លង់ភ្នែកវាចំភ្នែកចំោះមាត់ចំមាត់ដល់កូននឹងកើតមកមុខមាត់វិចវត្តប៉ុន្តែឪនៃបណ្ឌម៉ែធម្មតាចិត្តម្ដាយស្រឡាញ់ចេះតែចិញ្ចឹមហើយចិញ្ចឹមដល់ថ្នាក់កូននឹងឯងដើរចេះដើរសុំទានគេបានម៉ែសុំលែងបានអញ្ចឹងម៉ែនឹកឃើញថាខ្លួនឯងមិនរស់ទេដាក់អំបែងមកដុំលើដៃកូនហើយកូនឯងទៅក្រែងរស់ម៉ែចិញ្ចឹមកូនឯងលែងរស់ហើយម៉ែមុខទៅស្លាប់ឲ្យម៉ែស្លាប់តែឯងចុះកូនឯងទៅចុះកូននឹងកាន់អំបែងដើរសុំគេមួយថ្ងៃជួនបានជួនអត់យប់ត្រង់ណាដេកត្រង់ហ្នឹងយប់ត្រង់ណាដេកត្រង់ហ្នឹងដល់តែពេលសុំគេអស់ចិត្តរកអត់បានញោមឃ្លានពេកអាគេលាងចានជះចោលតាមរងទឹកហ្នឹងក្នុងជ្រាំហ្នឹងទៅចូលរឹសបាយមកគ្រាប់ហ្នឹងហូបទីបំផុតយប់ត្រង់ណាដេកត្រង់ហ្នឹងខោអាវក៏គ្មានផ្ទះសំបែងក៏គ្មានភួយកន្ទេលខ្នើយក៏គ្មានហើយយើងគិតថាគាត់មកពីណាក៏កំសត់ម្ល៉េះអត់បាយហូបឲ្យតែមានខោអាវស្លៀកអត់ខោអាវទៀតអត់ខោអាវឲ្យតែមានកន្ទេលខ្នើយភួយមុងអត់ភួយអត់មុងទៀតហើយអត់ភួយមុងឲ្យតែមានផ្ទះមានដីអត់ផ្ទះអត់ដីទៀតព្រោះចុះមកពីណាក៏អត់ភ័ព្វម្ល៉េះជាតិមុនជាសេដ្ឋីឲ្យតឡាំងយកមើលគេដែរអត់បានដាំពូជទុកឲ្យបដៅកូនទៀតថាកូនឯងកុំធ្វើបុណ្យណាចាញ់បោកគេទេកុំឲ្យធ្វើទាននៃសោះបដៅកូនអញ្ចឹងដល់តែខ្លួនស្លាប់មកកើតជាអ្នកសុំទានមានអីចោលទ្រព្យទៅទេស្រាប់តែដើរទៅចាំជាតិទៅញោមដើរដល់ផ្ទះខ្លួនឯងហ្នឹងដើរទៅសុំដល់ទ្រព្យខ្លួនឯងហ្នឹងទៅចូលដល់ក្នុងផ្ទះហើយកូនគាត់ហ្នឹងឡើងធ្វើជាសេដ្ឋីឈ្មោះមូលសេរីគេមានប្រពន្ធមានកូនទៅទៀតអាកូនទៅហ្នឹងវាឃើញទៅវាខ្លាចមនុស្សមុខអាក្រក់ចូលផ្ទះវាយំស្រែកដល់វាយំឪហ្នឹងលឺស្នូសំឡេងកូនយំថាយីកូនវាខ្លាចអីចេះចេញមកមើលហាហើយអ្នកសុំទានមុខអាក្រក់ម្លេះហ៊ីឪអញប្រាប់ឲ្យថាមិនឲ្យទានទេអ្នកឲ្យទានអ្នកសុំទានសិតតែអ្នកខ្ជិលច្អូសគ្មានបុណ្យគ្មានកុសលអីទេឯណាអ្នកបំរើគេចេញមកវាយហ្មងញោមជង្គង់កែងប៉ាំងដួលព្រូហើយគេអូពីក្នុងផ្ទះហ្នឹងក៏វែងព្រុសទៅលើកំណោសម្រាមញោមមើលឃើញដែរឪពុកខ្លួនឯងជាតិមុនណាឥឡូវកូនវាយអូបោះចោលព្រោះតែអវិជ្ជាយើងអត់ដឹងឃើញដែរអត់ដឹងថាជាតិមុនជាណាហើយទ្រព្យសម្បត្តិខ្លួនឯងសោះមកសុំគេមិនឲ្យហើយគេវាយអូបោះចោលទៀតហើយធ្លាប់បដៅកូនថាម៉េចបដៅថាកុំឲ្យចេះធ្វើបុណ្យធ្វើទានឥឡូវខ្លួនឯងមកសុំកូនគេអត់ឲ្យគេវាយបោះចោលបានប្រពុតយើងមកដល់កន្លែងហ្នឹងព្រះអង្គពំភ្លឺឲ្យអានន្តទៅហៅមូលសេរីមកមូលសេរីគេមិនដែលគោរពព្រះទេញោមគេចេញមកគេស្គយដាក់ព្រះចឹងទៅព្រះអង្គក៏សួរថាអ្នកឯងស្គាល់កុមារនេះទេមូលសេរីថាមិនស្គាល់ទេអត់ស្គាល់ទេមូលសេរីកុមារនេះគឺអានន្តសែដ្ឋីឪពុកអ្នកឯងណាមិនមែនទេឪខ្ញុំមិនមែនកើតថោកទៀតចឹងទេឪខ្ញុំនឹងជឿលើព្រះព្រំមកទទួលឪខ្ញុំទៅឋានសួគ៌ហើយមិនមែនមកកើតថោកទៀតទេបានព្រះអង្គថាណែនឹងហើយអានន្តសែដ្ឋីឪពុកណែឯងហើយនឹងនោះគាត់កប់កំណត់ទុក5កន្លែងប៉ុន្តែណែឯងថែមមិនដឹងទេណាឯនោះលឺតែកំណត់លែងហ៊ានបកាយគេលុយមែនបងថាបើណែឯងចង់ដឹងយកកុមារនឹងទៅងូតទឹកឲ្យស្អាតបញ្ចុកបាយឲ្យឆ្អែតទៅកុមារនឹងនឹងប្រាប់លើកកុមារនឹងទៅជ្រលក់ទឹកលាងស្អាតភ្លឹងយកមកបញ្ចុកបាយឆ្អែតអានន្តសែដ្ឋីមានកម្លាំងដើរចង្អុលឲ្យគេកោះបាន5កន្លែងមែននៅប្រទេសឥណ្ឌាក្នុងក្រុងសាវត្ថីសម័យនោះសាសនាច្រើនណាស់មានទាំងសាសនាព្រាហ្មណ៍សាសនាលទ្ធិគ្រូ6ផងគេអត់តន់ជឿសាសនាព្រះសុខទេដល់ពេលរឿងហ្នឹងល្បីមកគេថាណែលោកសេដ្ឋីកើតវិញមនុស្សយើងស្លាប់ទៅមានកើតវិញមែនណាលោកសេដ្ឋីកើតនោះឥឡូវនឹងមកកោះកំណប់ប្រាប់ឲ្យគេកោះកំណប់បានប្រពុតមកបំភ្លឺហេមែនទេអញចង់ដឹងដែរ
មនុស្សផ្អើលក្នុងក្រុងសាវត្ថីមកមើលរាប់ពាន់អ្នកញោមដល់លើគេមកច្រើនមែនទែនទៅព្រះអង្គក៏សម្ដែងធម៌ឲ្យស្ដាប់បតតាមត្ថិតនមត្ថិអិតិពីលោវិហញ្ញតិអត្តាហិអត្តណោណត្ថិកតោបតាកតោឋានន្តិជនពីលកន្ទុកន្ទិញហួងហែងទ្របអញមានរបស់អញមានកូនអញមានប៉ុន្តែដល់ទីបំផុតទ្របក៏ជួយអត់បានកូនក៏ជួយអត់បានញោមមើលឃើញទេដោយអនន្តស័យថៃអញ្ចឹងស្លាប់ទៅមានទ្របឯណាមកជួយបានមានកូនឯណាមកជួយបានតអត់បនទៅកើតជាអ្នកសុំទានគេចោលទ្របអញ្ចឹងទៅគេស្ដាប់ធម៌ចប់គេសម្រេចសោតាសកតិអនាគីឲ្យលន់ឪពុកហែងកូនអនន្តស័យថៃនេះជួបព្រះដល់ពីជាតិគ្មានបានសម្រេចធម៌អីមកបៀកទេគ្មានយល់អីសោះហ្មងញោមអាលោកទេចប់ហើយចប់ក៏ចប់ទៅមិនដឹងព្រោះនឹងអាម៉េចផងយល់ផងអានឹងមកពីអីមកពីមិនដែលសន្សំឧបនិស្ស័យនៃការស្ដាប់ចង់លោកទេចង់ព្រះសម្ដែងធម៌អីក៏សម្ដែងទៅខ្លួនឯងមិនដែលយកទៅជាស្ដាប់បានជាកើតតនព្រះពីជាតិហើយអត់បានយល់ធម៌ទេអញ្ចឹងយើងលើកឡើងអញ្ចឹងណាញោមជីវិតយើងក៏មិនទៀងដែរមានទ្រព្យមានសម្បត្តិប៉ុណ្ណាក៏នឹងអាចស្លាប់ដែរទោះបីធ្វើបុណ្យចម្រើនបច្ចុប្បន្នមួយលានដងក៏នៅតែស្លាប់ដែរបើអញ្ចឹងមុននឹងស្លាប់ទៅមានតែផ្លូវកសាងសន្សំបុណ្យដូចពេលនឹងអញ្ចឹងទេឯកូនចៅណានាដឹងគុណគេធ្វើបន់តបទៅគេទេវតានឹងថែអាសាការពារជានិច្ចញោមហើយកុំថាឡើយរបស់ធំដុំសំបីតែមលូមួយម៉ាត់ស្លាមួយចំណិតក៏ទេវតាជួយថែអាសាដែរមានអ្នកដំណើរដើរផ្លូវឆ្ងាយពីរអ្នកម្នាក់នោះហូបស្លាហើយអ្នកម្នាក់ទៀតនោះវាហូបស្លាដែរប៉ុន្តែអ្នកម្នាក់វាអស់ស្លាវាជូរមាត់ដើរអត់រួចហើយក៏សុំម្នាក់ទៀតថាសម្លាញ់អើយមានស្លាទេគ្នាសុំមួយម៉ាត់មកគ្នាជូរមាត់ខ្លាំងណាស់បរោះអ្នកមានស្លាហ្នឹងក៏ឲ្យស្លាមួយម៉ាត់ហូបទៅក៏មានទឹកមាត់ធ្វើដំណើរដើរកាត់សមុទ្រខ្សាច់រួចដល់ដើរមកដល់មាត់សមុទ្រទឹកយើងហ្នឹងក៏ចុះសំពៅទៅជាមួយគ្នាស្រាប់តែចៃដុន7យប់7ថ្ងៃសំពៅហ្នឹងក៏វាលិចទៅវាត្រូវខ្យល់ព្យុះលិចបរោះដែលសុំស្លាគេហ្នឹងមានប្រទះក្តារមួយតោងស្រាប់តែហែលតោងទៅជួបអ្នកម្ចាស់ស្លាហែលដៃទៅទេគាត់នឹកឃើញគុណហ្មងនឹកថាណែបរោះនេះកាលអញហេវអញហត់អត់ស្លាគាត់ឲ្យអញមកចំណិតបើអញ្ចឹងអញសងគុណគាត់ឲ្យគាត់តោងក្តារនេះវិញអញហែដៃទៅទេហុចក្តារទៅឲ្យគេតោងដឹងគុណសុំបីតែស្លាមកចំណិតញោមស្រាប់តែសន្លប់បាត់មកវឹងទាំងអស់គ្នាទៅដឹងខ្លួនមកនៅលើគោកទាំងអស់គ្នាមិនដឹងមាត់ទឹកឲ្យសួរគ្នាថាហុចមិនបានជាឯងមកដល់មាត់ទឹកឲ្យខ្ញុំមិនក៏ដល់មាត់ទឹកអីខ្ញុំមិនដឹងដែរឲ្យប្រទះក្តារទៅណែឯងស្រាប់តែបាត់ស្មារតីទៅស្រាប់តែដឹងខ្លួនមកនៅមាត់ទឹកស្រាប់តែចេញទេវតាមកថ្លល់ហ្មងមកប្រាប់ថាណែអ្នកទាំងពីរខ្ញុំអ្នកស្រង់អ្នកមកដាក់ពីព្រោះទេវតារមែងថែរក្សាអ្នកណាដឹងគុណអ្នកនេះចេះជួយសណ្ដោសសង្គ្រោះសំបីតែស្លាមកចំណិតក៏ឲ្យគេឃើញគេមានទុកមកជួយគេឯអ្នកនេះគ្រាន់តែស្លាមកចំណិតក៏ដឹងគុណគេហ៊ានឲ្យប្រទះក្តារទៅគេតោងអញ្ចឹងអ្នកទាំងពីរនឹងយើងក៏បីថែរក្សាបានយើងជាអ្នកស្រង់ណែឯងមកហ្នឹងណាចឹងបានថាណោឃើញដែរណាមានធម៌កតញ្ញូជាមហាស្នេហ៍ប្រកែបំផុតញោមហើយរាល់ថ្ងៃប្រអិនរៀបចេញទៅណាមកណាទៅស្ពះថ្វាយអង្គមពីលើមកហើយដល់ថ្វាយអង្គមញយទៅនេតល័យទេវបុត្រសួរថាមហារាជថ្វាយអង្គមណាបានថាណាមានធម៌កតញ្ញូចេះដឹងគុណមេត្តាបិតាដឹងអ្នកមានគុណចេះគោរពកោតខ្លាចតកូលរៀមច្បងថ្វាយអង្គមថែអាសាអ្នកនោះអញ្ចឹងហើយបានជាទេវតាទាំងឡាយគ្រាន់តែប្រអិនជាស្ដេចទេវតាថ្វាយអង្គមទេវតាតូចក៏ថ្វាយអង្គមតាមបានគេថាណាមានធម៌កតញ្ញូជាមហាស្នេហ៍ប្រកែបំផុតញោមសំបីព្រះសិរីបុត្រក៏ពុទ្ធសាសនាមានធម៌កតញ្ញូដែរតាមម្នាក់ឈ្មោះរៀបថាព្រាមធ្លាប់ដាក់បាយឲ្យមួយវែកព្រះសិរីបុត្រដឹងគុណយកតានឹងមកពំពោះពុទ្ធសាសនាព្រះសិរីបុត្រនេះជាមនុស្សដឹងគុណណាខ្ញុំមើលឃើញដែរហើយមិនតែប៉ុណ្ណឹងទេទៅទីកន្លែងណាក៏គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរលើកតម្កើងតម្លើងយកតម្លើងសាក់ខ្លាំងជាងពាក់ខ្សែកថាខ្សែយន់រកគ្រូស្រោចទឹកទៀតណាអ្នកមានធម៌កតញ្ញូបានពុទ្ធសម្ដែងថាយោមេតរាំងបិតរាំងវាមិនចោលថាមានអបោសតិទេវាបិណាំងតិកឆន្តិមេតាបេតិបរាំងនរាំងណាមានធម៌កតញ្ញូចំពោះមេត្តាបិតាចំពោះអ្នកមានគុណប៉ុណ្ណេះទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកតម្កើងគេតម្លើងយោជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះជារៀងរហូតតទៅបើមានកូនសពតកូនល្អណាញោមណាហើយចឹងក្នុងថ្ងៃនេះអស់លោកជាម្ចាស់ទានប្រធានបុណ្យក៏មានធម៌កតញ្ញូរំលឹកនឹកដល់គុណមេត្តាបិតាជីដូនជីតាដែលបាក់បែកចែកឋានទៅសូមឲ្យបានទទួលកុសលផលបុណ្យ
ហើយលោកយាយជាមេត្តាកំពុងទៅរស់រៀនមានជីវិតនៅក៏សូមឲ្យរស់បានអាយុវែងសុខភាពល្អទទួលបុណ្យពីកូនចៅឯកូនចៅទាំងអស់គ្នាក៏សូមឲ្យរកទទួលទានមានបានកើតកាលវាលគុំតចៈតជុំឯពុទ្ធបរិស័ទទាំងអស់ដែលមកចូលចាប់មគ្គផលចូលរួមក្នុងកម្មវិធីបុណ្យសូមទេវតាជួយថែអាសាការពារឲ្យបានសុខចម្រើនអាយុវែងកូនចៅរកទទួលទានមានបានអ្នកមកជួយចាត់ចែងក្នុងកម្មវិធីបុណ្យនេះទាំងអស់សូមឲ្យបានសុខឲ្យបានចម្រើនប្រាថ្នាអ្វីឲ្យសម្រេចដូចសេចក្តីប្រាថ្នាការសម្ដែងសន្មតចប់អេវ៉ាំង